មនុស្សស្រីឆ្នាំទាំង3ពូកែទាំងការងារផ្ទះនិងការរកលុយក៏ជាមនុស្សស្រីសំណាងក្នុងរឿងលុយកាក់និងស្នេហាផងដែរមនុស្សស្រីឆ្នាំទាំង3ជាកំពូលស្ត្រីដែលឆ្លាតឆ្លៀសវៃមានសមត្ថភាពពូកែទាំងការងារក្នុងនិងការងារក្រៅជាពិសេសពូកែរកលុយហើយក៏ជាស្ត្រីដែលមានសំណាងច្រើនក្នុងរឿងស្នេហាផងដែរ1ស្ត្រីឆ្នាំរោងកើតមកជាមួយនឹងចរិតថ្លៃថ្នូរស្ត្រីកើតឆ្នាំរោងតែងតែបញ្ចេញរស្មីខ្លាំងក្លានិងទាក់ទាញការចាប់អារម្មណ៍ពីគ្រប់គ្នាជុំវិញខ្លួននៅកន្លែងធ្វើការពួកគេមានភាពម៉ឺងម៉ាត់រឹងមាំនិងមានសមត្ថភាពដឹកនាំជាពិសេសជាមួយនឹងភាពមោះមុតនិងភាពវៃឆ្លាតរបស់មនុស្សដែលកើតក្នុងឆ្នាំរោងតែងតែធ្វើការសម្រេចចិត្តត្រឹមត្រូវនិងនាំក្រុមទៅរកភាពជោគជ័យរាប់មិនអស់ស្ត្រីកើតឆ្នាំរោងមិនត្រឹមតែមានការងារជោគជ័យប៉ុណ្ណោះទេថែមទាំងជាប្រពន្ធល្អនិងម្ដាយល្អទៀតផងពួកគេដឹងពីរបៀបថែរក្សានិងចិញ្ចឹមគ្រួសាររបស់ពួកគេដូច្នេះហើយផ្ទះរបស់ពួកគេតែងតែពោរពេញដោយក្តីស្រឡាញ់ស្ត្រីដែលកើតក្នុងឆ្នាំរោងមានភាពមោះមុតក្នុងការរកស៊ីដូច្នេះហើយពួកគេតែងតែចាប់យកឱកាសវិនិយោគបានល្អនិងចេះគ្រប់គ្រងហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាពដោយសារតែនោះពួកគេងាយស្រួលរកប្រាក់ចំណេញយ៉ាងច្រើនហើយទ្រព្យសម្បត្តិរបស់ពួកគេកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃពួកគេអាចទិញរបស់ថ្លៃសម្រាប់ខ្លួនឯងនិងគ្រួសារហើយរស់នៅបានស្រួលដោយមិនខ្វល់ខ្វាយរឿងលុយកាក់2ស្ត្រីឆ្នាំរកាមិនត្រឹមតែឆ្លាតវៃនិងឧស្សាហ៍ព្យាយាមប៉ុណ្ណោះទេស្ត្រីឆ្នាំរកាក៏ត្រូវបានគេចាត់ទុកយ៉ាងខ្លាំងចំពោះគំនិតរហ័សរហួននិងការឆ្លើយតបដែលអាចបត់បែនបាននៅកន្លែងធ្វើការពួកគេមិនត្រឹមតែជាសហការីដែលមានទេពកោសល្យនិងមានទំនួលខុសត្រូវប៉ុណ្ណោះទេប៉ុន្តែថែមទាំងត្រូវបានថ្នាក់លើក៏ស្ញើចំពោះសមត្ថភាពការងារដ៏ល្អឥតខ្ចោះរបស់ពួកគេលើសពីនេះស្ត្រីឆ្នាំនេះក៏មានផ្នត់គំនិតអាជីវកម្មល្អនិងមានភាពប្រសើរចំពោះតួលេខដូច្នេះឱកាសក្នុងការរកលុយនៅតែគោះទ្វារក្រៅពីការបំពេញការងារបានល្អស្ត្រីដែលកើតក្នុងឆ្នាំរកាក៏ជាភរិយាដែលមានធនធានមានទំនួលខុសត្រូវដែលចេះគ្រប់គ្រងការចំណាយរបស់ខ្លួនឲ្យបានសមរម្យប្រហែលជានោះហើយជាមូលហេតុដែលហិរញ្ញវត្ថុគ្រួសាររបស់ពួកគេតែងតែមានស្ថិរភាពហើយជីវិតរបស់ពួកគេតែងតែពេញទន្ទឹមនឹងនោះអ្នកដែលកើតឆ្នាំរកាក៏ចេះធ្វើខ្លួនយ៉ាងប៉ិនប្រសប់សុភាពរាបសារនិងចោះសម្រុងនឹងទំនាក់ទំនងជុំវិញខ្លួនបានល្អដូច្នេះហើយបរិយាកាសក្នុងគ្រួសារតែងតែមានភាពចោះសម្រុងគ្នានៅពេលនិយាយអំពីស្ត្រីឆ្នាំមាន់ក៏ជាមនុស្សដែលមានចរិតល្អក្លាហានឆ្លាតវៃនិងសុភមង្គលទាំងក្នុងអាជីពនិងជីវិតអាពាហ៍ពិពាហ៍3ស្ត្រីឆ្នាំកុលក្នុងចំណោមឆ្នាំទាំង12នេះអ្នកឆ្នាំជ្រូកជាមនុស្សមានចរិតស្លូតបូតមានចរិតល្អមិនត្រឹមតែប៉ុណ្ណោះពួកគេក៏មានភាពរីករាយមានសតិនិយមនិងជាជីវិតស្នេហាមិនថាមនុស្សទាំងនេះទៅទីណានិងកន្លែងណាដែលពួកគេធ្វើការពួកគេត្រូវបានមិត្តភក្តិនិងមិត្តរួមការងារស្រឡាញ់ចូលចិត្តចំពោះស្ត្រីដែលកើតក្នុងឆ្នាំជ្រូកសុទ្ធតែជាខ្នងបង្អែកដ៏រឹងមាំក្នុងគ្រួសារឈរក្បែរស្វាមីពេលជួបការលំបាកនិងជួយជ្រោមជ្រែងនិងលើកទឹកចិត្តអស់ពីចិត្តស្ត្រីដែលកើតក្នុងឆ្នាំជ្រូកមានសំណាងហើយប្រៀបដូចជាកប្កាយនៃក្តីសង្ឃឹមសម្រាប់នៅជុំវិញខ្លួនក្រោយរៀបការហើយស្វាមីតែងមានមុខរបរជោគជ័យហើយទ្រព្យសម្បត្តិក៏ហូរចូលមកដែរមនុស្សស្រីកើតឆ្នាំជ្រូកក៏ជាមនុស្សចេះរស់នៅនិងពូកែមើលថែគ្រួសារណាស់ពួកគេចូលចិត្តធ្វើម្ហូបតុបតែងផ្ទះនិងផ្ដល់ភាពកក់ក្ដៅដល់គ្រួសារដូច្នេះហើយផ្ទះរបស់អ្នកឆ្នាំជ្រូកនេះតែងតែពោរពេញទៅដោយបរិយាកាសដ៏កក់ក្ដៅនិងសប្បាយរីករាយ